ថ្ងៃនេះអូនលីមមកញ៉ាំប្រហើរនងបង្ហាញបងប្អូនទាំងអស់គ្នាទៀតដែរនិយាយទៅអូនលីមចូលចិត្តញ៉ាំបន្លែមែនទែនបងប្អូនអរគ្នាស្អីក៏គាត់ញ៉ាំបានដែរអត់រើសទេបងប្អូនហើយម្ហូបអីក៏ដោយដែរថាដួសមកដាក់នឹងចានអញ្ចឹងឲ្យយើងបញ្ចុកគឺអត់ចង់ឲ្យយើងបញ្ចុកទេបងប្អូនគាត់ទាញ៉ាំខ្លួនឯងបានកូនបើមួយនេះគឺស្រួលមែនទែនបងប្អូនអរគ្នាបើបងគេពីរនាក់នោះវិញនិយាយពីរើសបន្លែក៏រើសហើយការគាត់នៅទូចវិញឲ្យខ្ញុំបញ្ចុករហូតដល់2 3ឆ្នាំមកតែអូនអត់ទេគឺគាត់ស្រួលគាត់ចង់ចេះញ៉ាំខ្លួនឯងហើយបន្លែអីក៏គាត់ចេះញ៉ាំដែរមិនថាសឡអីទេបងប្អូនកុំឲ្យតែហិលបើអត់ហិលវិញគឺគាត់ញ៉ាំបានគ្រប់មុខតែម្ដងហើយបន្លែក៏គាត់ចូលចិត្តញ៉ាំដែរសូម្បីតែដោះគោហ្នឹងក៏គាត់ផ្ដាច់ខ្លួនឯងដែរបងប្អូនអរគ្នាតែដោយសារតែគាត់នៅទូចពេកអញ្ចឹងខ្ញុំឲ្យគាត់ញ៉ាំមួយទៅពេលយប់ពេលថ្ងៃអីអញ្ចឹងណាកាលលើកមុនគាត់ញ៉ាំមួយថ្ងៃ5 6កំប៉ុងបងប្អូនតែឥឡូវគាត់ញ៉ាំតែ2កំប៉ុងអីទេហើយថ្ងៃនេះខ្ញុំទៅផ្សារឃើញត្រីស្រែល្អអញ្ចឹងចង់ស្លប្រហើរនងញ៉ាំហើយត្រីខែនេះគឺសម្បូរពងដែរបងប្អូនអរគ្នាហើយពេលខ្លះយើងទៅពីព្រឹកអញ្ចឹងគឺតន់បានត្រីពងច្រើនមែនទែនហើយយើងមានទិញគ្រឿងក្រៅសម្រាប់មកទុកធ្វើម្ហូបកំងផងដែរបន្ទាប់ពីហ្នឹងមកយើងចាប់ផ្ដើមសម្រាប់ស្លប្រហើររបស់ខ្ញុំគឺខ្ញុំចូលចិត្តបុកជាមួយនឹងខ្ទឹមហើយយើងដាក់ម្ទេសមកក្របដើម្បីកាត់ឆ្អាបបងប្អូនចាហើយយើងមានបន្ថែមជាមួយនឹងខ្ជាយបន្ទាប់មកខ្ញុំបុកជាមួយនឹងប៊ីចេងហើយយើងដាក់រ៉ូឌីបន្តិចដាក់គ្រឿងចូលក្នុងនឹងឲ្យហើយឥឡូវហ្នឹងគឺយើងចាប់ផ្ដើមមកលាងបន្លែលាងអីស្រស់ទឹកឲ្យស្អាតហើយយើងមកដាំទឹកមានដាក់គល់ស្លឹកគ្រៃរំដេងស្លឹកក្រូចបន្ទាប់ពីទឹកពុះហើយយើងចាប់ផ្ដើមយកល្ពៅដែលយើងបានកាត់កង់ទូចល្មមយកមកដាក់ស្ងោរវាមកសន្ទុះដោយសារតែល្ពៅរបស់យើងវារាងរឹងដែរអញ្ចឹងយើងស្ងោរមុនគេបងប្អូនអរគ្នាពេលយើងស្ងោរមកពុះហើយយើងក៏ដាក់បងត្រីចូលទៅតាមក្រោយនិយាយទៅថ្ងៃហ្នឹងខ្ញុំមានស្លដាក់ត្រីផ្ទក់ហើយនឹងកូនត្រីលាយកពឹសតិចផងដែរបងប្អូនយើងដាក់អញ្ចឹងមកពេលយើងដាក់ពីលើគឺជាតិឆ្ងាញ់មែនទែនណានេះបន្ទាប់ពីទឹកពុះហើយខ្ញុំបានយកគ្រឿងដែលយើងបានបុកហ្នឹងបង់ចូលទៅតែម្ដងនិយាយទៅខ្ញុំស្លប្រហើរគឺខ្ញុំអត់ដែលភ្លេចខ្ជាយទេបងប្អូនដាក់ខ្ជាយអញ្ចឹងគឺក្លិនឈ្ងុយឆ្ងាញ់មែនទែនបន្ទាប់ពីទឹកពុះហើយយើងដាក់បងត្រីចូលទៅបងប្អូនចាត្រីផ្ទក់ហ្នឹងគឺរាងធំដែរហើយមានពងទៀតបងប្អូនអរគ្នាថ្ងៃហ្នឹងដល់ឆ្ងាញ់មកទៀតហើយនិយាយទៅសម្លប្រហើរនេះបានញ៉ាំក្តៅហើយញិចម្ទេសហិលនិយាយពីថាជាតិឆ្ងាញ់មែនទែននេះបន្ទាប់ពីទឹកពុះហើយយើងចាប់ផ្ដើមមកកូរតិចមកពួកអីយើងខ្លាចបែកល្ពៅជាមួយនឹងត្រីរបស់យើងអញ្ចឹងណាបងប្អូនចាបន្ទាប់ពីទឹកពុះយើងបើកភ្លើងរឹមមកល្មមហើយយើងចាប់ផ្ដើមមកជ្រុំប្រហុកយើងដាក់មកល្មមតាមចំណូលចិត្តរបស់យើងមកបងប្អូនអរគ្នាចាហើយយើងជ្រុំវាចុះឡើងឲ្យវាចេញជាតិប្រហុកមកហើយចាំយើងស្រង់វាចេញនិយាយទៅរសជាតិគឺខ្ញុំបងជាមួយនឹងគ្រឿងដែលយើងបានបុកបងប្អូនអញ្ចឹងយើងអត់ចាំបាច់ភ្លក់ច្រើនទេយើងដាក់មកល្មមហើយស្រេចតែម្ដងអានេះបន្ទាប់មកយើងដាក់ជាមួយននងនិងផ្សិតទៅបងប្អូនយើងដាក់ផ្សិតចំបើងអញ្ចឹងល្អិតទូចអញ្ចឹងពេលយើងយកមកញ៉ាំមកច្រប់ឆ្ងាញ់មែនទែននេះទឹកពុះហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងកូនត្រីហើយក៏ពឹសចូលទៅតែប៉ុណ្ណឹងគឺសាឡប្រហើររបស់យើងឆ្អិនហើយយើងប្រត់ភ្លើងហើយយើងបងជាមួយនឹងម្អមមកចុងក្រោយគេមកបងប្អូននិយាយពីថាឈ្ងុយឆ្ងាញ់មែនទែនតែម្ដងក្លិនឈ្ងុយម្អមប្រហើរជាមួយនឹងនងប្រហើររបស់យើងនិយាយពីថាជាតិឆ្ងាញ់សាឡមួយឆ្នាំងនេះសម្បូរទៅដោយវីតាមីនតែម្ដងបើសិនជាបងប្អូនអរគ្នាបានឃើញវីដេអូនេះហើយចង់ធ្វើញ៉ាំអីកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនចាឆ្ងាញ់មែនទែនតែម្ដងជាពិសេសយើងបានជាមួយនឹងត្រីផ្ទក់ហើយយើងមានបងជាមួយនឹងកូនត្រីទូចអញ្ចឹងទៀតណានិយាយពីថាជាតិមែនទែនឥឡូវនេះដល់វគ្គយើងមកដួសសាឡញ៉ាំឲ្យបងប្អូនចាដាក់ជាមួយបាយហើយញិចម្ទេសហិលអញ្ចឹងមកអូយមើលទៅទំនងឆ្ងាញ់មែនទែនចាហើយទៅពេលបញ្ចូលសលេងបណ្ដាហ្នឹងស្រក់ទឹកមាត់ចង់ញ៉ាំទៀតហើយបងប្អូននិយាយទៅមុខម្ហូបនេះគឺខ្ញុំចូលចិត្តញ៉ាំហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនបាយបាយ